ជាស្រ័យគ្រូតាក់ទងជាមួយនឹង case post tumor ឬក៏អ្នកជំងឺដែលគាត់មានបញ្ហាមហារីកសុដន់តើយើងត្រូវការកំណត់ដែរឬទេតើពេលណាគាត់គួរតែធ្វើឬក៏គាត់ត្រូវរងចាំសិនគ្រូព្រោះយើងឃើញមួយរយៈនេះមាន case នេះច្រើនណាស់បាទលោកគ្រូចង់មានភាសាតាក់ទងជាមួយការធ្វើដោះឡើងវិញបាទកន្លែងហ្នឹងសំខាន់ដែរដោយសារមហារីកដោះគឺជាបញ្ហាមួយដែលជួបប្រទេសយើងចំប្រទេសលើស្ត្រីខ្មែរយើងឥឡូវការវាកាន់យកក៏ពេញដោះចេញដែលហៅ mastectomy បញ្ហាច្រើនមែនទែនតែបន្សល់ទុកការលំបាកមួយគឺតាក់ទងផ្លូវចិត្តដោយសារមនុស្សស្រីដែលគ្មានដោះទទួលអារម្មណ៍ថាគាត់បាត់បង់អីមួយដូច្នេះគាត់ធ្វើដោះឡើងវិញប៉ុន្តែសំណួរសួរថាតើពេលណាគួរធ្វើដោះឡើងវិញក្រោយពេលដែលវាកាត់មហារីកធម្មតាមានពីរប្រភេទការវាកាត់មហារីកភ្លាមអាចធ្វើដោះឡើងវិញភ្លាមនិងទីពីរការវាកាត់មហារីកមួយឲ្យរងចាំរយៈពេលមួយដោយសារការព្យាបាលជំងឺមហារីកសិនប៉ុន្តែអ្នកដែលកំណត់ថាត្រូវធ្វើដោះឡើងវិញភ្លាមឬធ្វើក្រោយពេលក្រោយហ្នឹងមិនមែនជាគ្រូពេទ្យខាងវិទ្យាផ្លាស្ទិកទេគឺគ្រូពេទ្យខាង Synology ឬក៏ខាង Gyneco ជាមួយនឹងលោកគ្រូពេទ្យខាង Marik Oncologist ដែលគាត់កំណត់ថាតើគួរធ្វើការវាកាត់ភ្លាមយើងប្រើ implant ភ្លាមដោយមិនបង្កផលលំបាកផលរំខានដល់ការព្យាបាលបន្តដែរទេពីព្រោះការវាកាត់ Marik ដោះព្យាបាលទី1ការវាកាត់ទី2ប្រើ radiotherapy អាចប្រើ chemotherapy អាចប្រើ steroid ទាំងនេះគឺជាចំណេះដឹងផ្នែកមហារីកចំណែកយើងវិញគឺយើងធ្វើតាមអ្វីដែលខាងមហារីកគាត់ប្រាប់ជាទូទៅបើតាមចំណេះដឹងខ្ញុំការវាកាត់ដែលអាចធ្វើភាពបានក្នុងករណីដែលមហារីកអាំងស៊ីទុយហ្នឹងបានន័យថាជាមហារីកមួយដែលដំណាក់កាលដំបូងបំផុតពុំមានចេញមកក្រៅមានមេតាស្តាវាមានកូកដោឬកន្លែងផ្សេងទេអាចដាក់ព្រាមបានដែលយើងហៅថា skin sparing mastectomy គឺការកាត់ដោះមួយដែលទុកស្បែកចំណែកផ្សេងទៀតដូចជាបញ្ហាកាណាលីអាហ្វីត្រង់លូប៊ីលីអាហ្វីត្រង់ឬបញ្ហាមេតាស្តាដែលខាតទៅការព្យាបាលមួយចាក់ចូលជាមួយឲ្យជាសពគ្រប់សិនទៅគិតគូរទាក់ទងជាមួយនឹងការវាកាត់បង្កើតឡើងវិញធ្វើតែការវាកាត់បង្កើតឡើងវិញគឺជាការវាកាត់មួយដែលផលប្រយោជន៍ច្រើនដល់ស្ត្រីដែលបាត់បង់ដោះប៉ុន្តែត្រូវត្រឹមស្វែងគុណភាពនៃការវាកាត់ពេលវេលានៃការកាត់ហើយលទ្ធផលនៃការកាត់ច្បាស់លាស់ជាមួយគ្រូពេទ្យខាងវាកាត់របស់ស្ត្រីគ្រូពេទ្យខាងជំងឺអារិកនិងគ្រូពេទ្យខាងផ្នែកវាកាត់ plastic surgery អរគុណ